ថ្ងៃនេះសូមមកមើលវីដេអូមេរៀនទី6ទាំងអស់គ្នាវីដេអូទី1គឺតាក់ទងទៅនឹងកិរិយាសព្ទជាទូទៅកិរិយាសព្ទដែលមានសកម្មភាពគឺយើងប្រើជាមួយនឹងបរិស័ព្ទអុឧទាហរណ៍ប៉ងអុថាបេម៉ាស់គ្រានេះមានន័យថាញ៉ាំនំប៉័ងដែលមានន័យថាការញ៉ាំគឺធ្វើអំពើទៅលើនំប៉័ងខូហ៊ីអូណូមីម៉ាស់មានន័យថាផឹកកាហ្វេដែលមានន័យថាការផឹកគឺធ្វើអំពើទៅលើកាហ្វេបន្ទាប់ពីមើលវេយ្យាករណ៍ទី1រួចសូមធ្វើលំហាត់អនុវត្ត A1 ហើយនិង B1 សាកល្បងទាំងអស់គ្នាវេយ្យាករណ៍ទី2គឺជាឃ្លាសំណួររបស់កិរិយាសព្ទអញ្ចឹងករណីនេះគឺឃ្លាសំណួរដោយមាននាមអញ្ចឹងករណីឃ្លាសំណួរដោយមាននាមនៅក្នុងនេះអញ្ចឹងគឺពេលដែលយើងឆ្លើយគឺយើងត្រូវតែឆ្លើយហើយឬក៏អ៊ីយេឧទាហរណ៍សំណួរ Coffee អូណូមីម៉ាស់កាអញ្ចឹងដោយសារតែឃ្លានឹងមាននាមកាហ្វេនៅក្នុងនោះអញ្ចឹងពេលយើងឆ្លើយយើងត្រូវឆ្លើយថាはい飲みますឬក៏いいえ飲みませんដែលはい飲みますមានន័យថាបាទឬក៏ចាស់ខ្ញុំផឹកដល់ពេលいいえ飲みませんមានន័យថាទេខ្ញុំមិនផឹកទេឥឡូវនេះសូមធ្វើលំហាត់ B2 សាកល្បងសាមើលវេយ្យាករណ៍បន្ទាប់គឺតាក់ទងទៅនឹងឃ្លាសំណួរដែលមានពាក្យសួរក្នុងករណីដែលមានពាក្យសួរដូចជា Nani Doko ឬក៏ Dare ជាដើមពេលហ្នឹងគឺពេលដែលយើងឆ្លើយគឺអត់មានហើយឬក៏អ៊ីយេទៀតទេឧទាហរណ៍សំណួរ Nani o nomimasu ka ចម្លើយ Coffee o nomimasu អញ្ចឹងនៅក្នុងសំណួរនេះមានន័យថាតើអ្នកញ៉ាំអ្វីដែរអញ្ចឹងក្នុងនេះគឺមានពាក្យសួរអ្វីអញ្ចឹងករណីនេះពេលយើងឆ្លើយគឺអត់មានហើយឬក៏អ៊ីយេទេអញ្ចឹងចម្លើយគឺ Coffee o nomimasu ដែលមានន័យថាញ៉ាំកាហ្វេឥឡូវនេះសូមធ្វើលំហាត់អនុវត្ត A1 ហើយនិង B3 សាកមើលវេយ្យាករណ៍ទី4គឺជាទម្រង់បដិសេធក្នុងករណីដែលមានទម្រង់បដិសេធបែបនេះគឺយើងប្រើ nanimo ជាមួយនឹងកិរិយាសព្ទឧទាហរណ៍សំណួរ Nani o nomimasu ka អញ្ចឹងសំណួរគឺសួរថាតើអ្នកញ៉ាំអ្វីដែរអញ្ចឹងសំណួរនៅក្នុងនេះគឺយើងសួរដូចខាងលើដែរប៉ុន្តែនៅពេលដែលយើងឆ្លើយបដិសេធគឺយើងត្រូវឆ្លើយថា Nanimo nomimasen អញ្ចឹងករណីនេះគឺយើងបដិសេធអញ្ចឹងគឺយើងប្រើពាក្យថា Nanimo សំណួរនេះមានន័យថាតើអ្នកញ៉ាំអ្វីដែរដល់ពេលចម្លើយបានថាខ្ញុំមិនញ៉ាំអ្វីទាំងអស់វេយ្យាករណ៍ទី5គឺជាឃ្លាសំណួរដែរប៉ុន្តែយើងប្រើជាមួយនឹងកិរិយាសព្ទ shimasu ដែលមានទម្រង់ Nani o shimasu ka ក្នុងករណីនេះគឺគេសួរ shimasu ប៉ុន្តែពេលយើងឆ្លើយយើងអាចឆ្លើយកិរិយាសព្ទផ្សេងក្រៅពី shimasu ក៏បានដែរឧទាហរណ៍សំណួរ Nani o shimasu ka ចម្លើយកំពុងសោមួយ ikimasu អញ្ចឹងនៅក្នុងទម្រង់សំណួរគេសួរថាតើអ្នកធ្វើអ្វីអញ្ចឹងគឺយើងប្រើកិរិយាសព្ទ shimasu ប៉ុន្តែនៅពេលឆ្លើយគេប្រើថាកំពុងសោមួយ ikimasu ដែលគេប្រើកិរិយាសព្ទ ikimasu អញ្ចឹងមានន័យថាខ្ញុំទៅកំពុងសោមឥឡូវនេះសូមសាកល្បងធ្វើលំហាត់ A2 ហើយនិង B4 សាកមើលវេយ្យាករណ៍មេរៀនទី6សូមបញ្ចប់ត្រឹមនេះសូមរងចាំទស្សនាភាពបន្ត